ជនជាតិសៀមមានជំងឺផ្លូវចិត្តមានបញ្ហាសតិអារម្មណ៍ស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរមួយដែលពិបាកនៅក្នុងការព្យាបាលខ្លាំងណាស់នៅពេលនេះជនជាតិសៀមតែងតែយល់ថាអ្វីដែលមានតម្លៃនិងរបស់ល្អនៅលើពិភពលោកទាំងអស់វាសុទ្ធសឹងតែជារបស់សៀមទាំងអស់ហើយសូម្បីតែសម្ដេចហ៊ុនម៉ាណែតទៅរៀននៅសហរដ្ឋអាមេរិកក្នុងសាលា West Point ក៏សៀមវាចោទថាគឺទៅតាមរយៈកូតារបស់ទ័ពសៀមដែរនេះគឺជារឿងមួយដែលយើងអាចកំណត់បានថាប្រជាពលរដ្ឋសៀមនៅពេលនេះគឺកំពុងតែមានបញ្ហាផ្លូវចិត្តបញ្ហាមួយដែលគេហៅថាតួឯកនិយមឬអាត្មានិយមហួសហេតុហើយនេះគឺដោយសារតែនៅពេលដែលសម្ដេចហ៊ុនម៉ាណែតបានលើកមកបង្ហោះសារមួយនៅក្នុងបណ្ដាញសង្គម Facebook បន្ទាល់ខ្លួនរបស់គាត់ដែលភ្ជាប់ជាមួយនឹងការដែលគាត់បានទៅរៀននៅសាលាបណ្ឌិតសភាអាមេរិក West Point កាលពី27ឆ្នាំមុនពលគឺនៅក្នុងថ្ងៃទី29ខែឧសភាឆ្នាំ1999នៅក្នុងការបង្ហោះសាររបស់សម្ដេចហ៊ុនម៉ាណែតមានប្រជាពលរដ្ឋសៀមមួយចំនួនបានចូលមកសរសេរនៅមតិរបស់ពួកគេដោយបាននិយាយថាសម្ដេចហ៊ុនម៉ាណែតទៅរៀននៅបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិកនៅសាលា West Point គឺតាមរយៈកូតារបស់កងទ័ពថៃសម្ដេចហ៊ុនម៉ាណែតបានលើកមកបញ្ជាក់ថាតាមពិតទៅគឺមានការបញ្ចេញមតិបែបនេះពីប្រជាពលរដ្ឋសៀមជាច្រើនលើកច្រើនសារណាស់មកហើយក៏ប៉ុន្តែសម្ដេចហ៊ុនម៉ាណែតពុំដែលឆ្លើយតបនោះទេដោយសារគិតថាវាមិនមែនជារឿងមួយដែលត្រូវឲ្យសម្ដេចលើកមកបកស្រាយនោះទេហើយសម្ដេចក៏មិនចង់មានរឿងវែងឆ្ងាយតាក់ទងទៅលើរឿងបន្តិចបន្តួចនេះដែរក៏ប៉ុន្តែដោយសារតែរឿងនេះវាកាន់តែអូសបន្លាយទៅវានៅតែមានអ្នកសរសេរបែបនេះទៀតថ្ងៃនេះសម្ដេចហ៊ុនម៉ាណែតបានលើកមកបញ្ជាក់ហើយបញ្ចប់នៅភាពខុសរបស់ជនជាតិសៀមដែលកំពុងតែឈួតថាសម្ដេចហ៊ុនម៉ាណែតគឺទៅរៀននៅសាលា West Point គឺមិនបានប្រើកូតារបស់កងទ័ពសៀមនោះទេហេតុផលដ៏សាមញ្ញដែលពួកសៀមត្រូវយកទៅគិតហើយអាចនឹងយល់បាននោះគឺសម្ដេចហ៊ុនម៉ាណែតបានលើកចំណុចទី1ថាសហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចនិងមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការផ្ដល់អាហារូបករណ៍ទៅប្រទេសណាក៏បានដោយមិនចាំបាច់យកកូតារបស់ប្រទេសសៀមយកទៅឲ្យបេក្ខជននៃប្រទេសផ្សេងទៀតដូចជាកម្ពុជានោះទេទី2ប្រទេសដែលទទួលបានកូតាសម្រាប់បញ្ជូនសិក្ខាកាមទៅ West Point គឺមិនមានសិទ្ធិផ្ទេរកូតារបស់ខ្លួនឲ្យទៅប្រទេសផ្សេងទៀតនោះទេសហរដ្ឋអាមេរិកជាអ្នកកំណត់ប្រទេសត្រូវទទួលបានហើយត្រូវទទួលបានចំនួនប៉ុន្មានកន្លែងសម្រាប់ឆ្នាំនីមួយៗទី3សញ្ញាបត្ររបស់សម្ដេចហ៊ុនម៉ាណែតគឺបានពីសាលាបណ្ឌិតសភាយោធាអាមេរិក West Point គឺបញ្ជាក់ថាជានិស្សិតយោធាមកពីប្រទេសកម្ពុជាមិនមែនមកពីប្រទេសផ្សេងនោះទេទី4លក្ខណៈតម្រូវចាំបាច់សម្រាប់នាយទាហានបរទេសទៅរៀននៅសាលាបណ្ឌិតសភាយោធាអាមេរិក West Point គឺត្រូវទទួលបានការធានា motivation ពីក្រសួងការពារជាតិនៃប្រទេសរបស់ខ្លួននិងការគ្រប់គ្រងពីស្ថាប័នឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសនោះសម្ដេចហ៊ុនម៉ាណែតបញ្ជាក់ថាប្រសិនបើគាត់បានប្រើប្រាស់កូតាយោធាថៃដើម្បីទៅរៀនប្រកាសណាស់ខ្ញុំត្រូវទទួលបានការធានាពីក្រសួងការពារជាតិរបស់ប្រទេសសៀមនិងការគ្រប់គ្រងពីស្ថាប័នឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសសៀមហើយសម្រាប់រូបសម្ដេចហ៊ុនម៉ាណែតផ្ទាល់នៅឆ្នាំ1995បានទទួលការធានាពីក្រសួងការពារជាតិកម្ពុជានិងការគ្រប់គ្រងពីស្ថាប័នឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជាមិនមែនបានមកពីស្ថាប័នឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសសៀមនោះទេដូច្នេះបញ្ជាក់ច្បាស់ថាកូតាដែលខ្ញុំទៅរៀននៅសាលា West Point គឺជាកូតាដែលសហរដ្ឋអាមេរិកផ្ដល់មកឲ្យកម្ពុជាមិនមែនឲ្យទៅថៃដូចជាការលើកឡើងនោះទេប្រសិនបើអ្នកចង់បញ្ជាក់ថាតើវាគឺជាការពិតនោះទេគឺងាយស្រួលបំផុតដោយអ្នកអាចសុំការបញ្ជាក់ពីក្រសួងការពារជាតិរបស់ប្រទេសសៀមឬស្ថានឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសថៃថាធ្លាប់បានធ្វើការធានាឬផ្ដល់ការគ្រប់គ្រងដល់បេក្ខជនពីកម្ពុជាដើម្បីទៅរៀនជំនួសបេក្ខជនថៃនៅសាលា West Point ដែរឬទេអ្នកក៏អាចស្វែងរកការបញ្ជាក់ផ្ទាល់ពីសាលាបណ្ឌិតសភាអាមេរិក West Point តែម្ដងក៏បានលើករណីនេះខ្ញុំជឿជាក់ថាគ្មានករណីនេះកើតឡើងនោះទេនៅចំណុចចុងក្រោយសម្ដេចហ៊ុនម៉ាណែតបានលើកមកបញ្ជាក់ថាគាត់សង្ឃឹមថាការបញ្ជាក់នេះនឹងបញ្ចប់នៅរាល់ការយល់ខុសថាសម្ដេចហ៊ុនម៉ាណែតបានទៅរៀននៅសាលា West Point ដោយការប្រើប្រាស់កូតារបស់កងទ័ពថៃដែលវាមិនមែនជាការពិតនោះទេនេះគឺជារឿងមួយដែលខ្ញុំយល់ឃើញថាប្រជាពលរដ្ឋសៀមកាន់តែឈួតលីលាហើយពួកគេនៅពេលដែលគេដណ្ដើមបាននៅទឹកដីកម្ពុជាយ៉ាងច្រើនពួកគេបានគ្រប់គ្រងនៅប្រាសាទយ៉ាងច្រើនក្រោយមកទៀតពួកគេក៏បានធ្វើរឿងជាច្រើនក្រោយមកទៀតពួកគេក៏មានគំនិតអាត្មានិយម
យល់ថាអ្វីក៏ជារបស់គេដែរយូរទៅសំបីតែកម្ពុជាក៏ពួកសៀមវាយល់ថាជារបស់វាដែរយូរទៅសំបីតែពីរ៉ាមីតឬក៏ប្រាសាទល្បីៗនៅលើពិភពលោកក៏ពួកសៀមយល់ថាជារបស់វាដែររហូតមកដល់សំបីតែសម្ដេចហ៊ុនម៉ាណែតទៅរៀននៅ West Point ក៏ថាជាកូតារបស់វាដែរនេះគឺជាជំងឺមួយរបស់ជនជាតិសៀមដែលពិបាកនៅក្នុងការកែខ្លាំងណាស់ព្យាបាលយ៉ាងណាក៏មិនជាដែរលុះត្រាតែពួកវាងាប់អស់